មិនមែនគ្រប់ផ្ទះទាំងអស់សុទ្ធតែមានពន្លឺរាត្រីដ៏ស្រទន់នោះទេប៉ុន្តែផ្ទះនេះគ្រប់ចង្កៀងកងទាំងអស់បញ្ចេញពន្លឺយ៉ាងស្រទន់កាលពីយប់មិញខ្ញុំបានដើរលេងម្នាក់ឯងយ៉ាងស្ងប់ស្ងាត់ជុំវិញផ្ទះវិឡាដែលមានតែខ្ញុំហើយនឹងភ្លើងរាត្រីដ៏ស្រទន់ជាមួយនឹងសំឡេងពេលរាត្រីផងដែរចង្កៀងដែលដាក់តាមផ្លូវចាំងភ្លឺស្អាតណាស់ដូចជាកំពុងតែអុជបំភ្លឺផ្លូវឲ្យខ្ញុំអញ្ចឹងខ្ញុំដើរឆ្លងកាត់អាងហែលទឹកហើយធម្មជាតិនៅជុំវិញនោះគឺស្ងប់ស្ងាត់ល្អណាស់ទាំងស្រមោលដែលឆ្លងនៅក្នុងទឹកហើយខ្យល់បក់ល្វើយល្វើយដូចជាពេលវេលាកំពុងតែដើរយឺតបន្ទាប់មកខ្ញុំឈរនៅក្រោមដើមឈើធំមួយមានចង្កៀងព្យួរពីលើដោយផ្កាយតូចៗអញ្ចឹងអស្ចារ្យរកអ្វីប្រៀបផ្ទឹមគ្មានកន្លែងនេះខ្ញុំអាចដកដង្ហើមបានវែងដូចជាទីបំផុតខ្ញុំអាចរកឃើញកន្លែងដែលអាចបន្ធូរអារម្មណ៍និងសម្រាកបានយ៉ាងស្ងប់ស្ងាត់ពេលរាត្រីនៅ Tropical Garden ហើយមិនត្រឹមតែជាកន្លែងដែលស្ងប់ស្ងាត់ធម្មតានោះទេប៉ុន្តែវាជាអនុស្សាវរីយ៍ដែលយើងមិនអាចបំភ្លេចបាន